មូលហេតុអ្វីបានជាព្រះមហាក្សត្រខ្មែរកសាងប្រាសាទព្រះវិហារនៅលើភ្នំដងរែកហើយមូលហេតុអ្វីបានជាត្រូវកសាងប្រាសាទបែរមុខទៅទិសខាងជើងតើបងប្អូនធ្លាប់ឆ្ងល់ដែរឬទេបើចង់ដឹងតោះមកតាមដានជាមួយនឹងមយូរាទាំងអស់គ្នាប្រាសាទព្រះវិហារគឺជាប្រាសាទភ្នំដ៏អស្ចារ្យបំផុតដែលត្រូវបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរជាច្រើនអង្គក៏ព្រោះតែភាពអស្ចារ្យនៃប្រាសាទដែលគេសឹងតែមិនជឿថាប្រាសាទនេះកសាងដោយស្នាដៃមនុស្សនោះទេដោយសារតែថ្មដែលយកមកកសាងប្រាសាទគឺធំខ្លាំងណាស់ហើយសាងសង់លើកំពូលភ្នំដងរែកដែលមានបណ្ដោយរហូតដល់ទៅ800ម៉ែត្រនិងទទឹង300ម៉ែត្រចំណែកឯកម្ពស់គឺរហូតដល់ទៅ625ម៉ែត្រឯណោះពីនីវ៉ូទឹកសមុទ្រប៉ុន្តែកុំយល់ច្រឡំឲ្យសោះមិនមែនអាទិទេពបង្កើតឡើងនោះទេគឺព្រះមហាវីរក្សត្រខ្មែរជាអ្នកកសាងឡើងពិតៗឥឡូវយើងបកមកចម្ងល់ទី1វិញថាហេតុអ្វីបានជាព្រះមហាក្សត្រខ្មែរកសាងប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែកសំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្ដើមកសាងឡើងដំបូងនៅដើមសតវត្សទី9ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី2នេះបើយោងតាមសិលាចារឹកលេខ K 583នៅប្រាសាទបាពួនចាក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រទី2និយាយថាព្រះអង្គម្ចាស់ឥន្ទ្រាយុទ្ធជាព្រះរាជបុត្រារបស់ព្រះបាទជ័យវរ្ម័នទី2បានទៅធ្វើតបៈនៅលើភ្នំលង្កបពតនៅឯប្រាសាទវត្តភូហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិមកតម្កល់នៅលើភ្នំព្រះវិហារក្នុងនាមអាទិទេពព្រះស្រីសិខរិស្វរៈដែលមានន័យថាជាអាទិទេពនៃកំពូលភ្នំដោយដំបូងឡើយទីនោះមានតែអាស្រមដែលសាងសង់ពីឈើតែប៉ុណ្ណោះក្រោយមកទើបមានការដឹកនាំកសាងជាប្រាសាទដោយព្រះមហាក្សត្រខ្មែរជាបន្តបន្ទាប់ដូចជាព្រះអង្គម្ចាស់ឥន្ទ្រាយុទ្ធបុត្រារបស់ព្រះបាទជ័យវរ្ម័នទី2ព្រះបាទយសោវរ្ម័នទី1ព្រះបាទរាជេន្ទ្រវរ្ម័នទី2ព្រះបាទសូរ្យវរ្ម័នទី1ព្រះបាទឧទយទិត្យវរ្ម័នទី1ព្រះបាទហសវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី6និងព្រះបាទសូរ្យវរ្ម័នទី2ឥឡូវយើងងាកមកចម្ងល់ទី2វិញម្ដងហេតុអ្វីបានជាគេកសាងប្រាសាទព្រះវិហារបែរមុខទៅទិសខាងជើងមានហេតុផល3យ៉ាងដែលប្រាសាទព្រះវិហារសាងសង់បែរមុខទៅទិសខាងជើងទី1គឺហេតុផលសាសនាទី2គឺហេតុផលតារាសាស្ត្រនិងទី3គឺហេតុផលភូមិសាស្ត្រឥឡូវយើងមកលម្អិតអំពីហេតុផលនីមួយៗវិញម្ដងទី1ហេតុផលសាសនាហេតុផលសាសនាគឺតាក់ទងទៅនឹងការបែរទិសរបស់តម្រលឹងហៅថាយោនីដែលចង្អូបង្ហូរទឹកត្រូវបែរហូនទៅរកទិសខាងជើងទិសនៃទេពសម្បត្តិសួគ៌ដែលហៅថាគោបរៈព្រោះសម័យនោះប្រទេសខ្មែរមានជំនឿទៅលើព្រះឥសូរដែលជាអាទិទេពមួយអង្គនៅក្នុងព្រហ្មញ្ញសាសនាចំពោះហេតុផលទី2គឺហេតុផលតារាសាស្ត្រតាមហេតុផលតារាសាស្ត្រប្រាសាទព្រះវិហារអាចជាតំណាងឲ្យផ្កាយមួយដួងក្នុងចំណោមកញ្ចុំផ្កាយ88ដួងនៅអធិគោលខាងជើងក្នុងន័យតារាវិទ្យាប្រាសាទព្រះវិហារជានិមិត្តរូបនៃផ្កាយពោលប្រាប់ទិសខាងជើងចំណែកឯហេតុផលទី3នោះគឺហេតុផលភូមិសាស្ត្រតាមហេតុផលភូមិសាស្ត្រគឺដោយសារតែសណ្ឋានដីនៅទីនោះគឺជាជម្រាលភ្នំពីទាបទៅខ្ពស់មានន័យថាការកសាងប្រាសាទត្រូវប្រដេញគ្នាពីទិសខាងជើងទៅខាងត្បូងហើយចំណុចដែលខ្ពស់ជាងគេគឺទិសខាងត្បូងដូច្នោះហើយទើបបានជាត្រូវកសាងប្រាសាទបែរមុខទៅទិសខាងជើងគួររំលឹកផងដែរថាប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅឃុំស្រអែមស្រុកជាំខ្សាន្តខេត្តព្រះវិហារហើយត្រូវបានអង្គការ UNESCO ប្រកាសចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008សូមអរគុណ